បាទជំសួរលោកពូបាទជំសួរលោកពូមកព្យាបាលជាមួយលោកគ្រូនេះប៉ុន្មានថ្ងៃហើយបាទខ្ញុំប៉ុន្មានដងបាទខ្ញុំមកនិយាយរួមខ្ញុំនៅប៉ោយប៉ែតដែរទេប៉ុន្តែខ្ញុំមកព្យាបាលលោកគ្រូនឹងមកពី3ដងហើយប៉ុន្តែមកលើកទី1នោះដើរអត់រួចទេដើររួចតិចបាទតែចុកខ្លាំងណាស់ដើរអត់បានអញ្ចឹងខ្ញុំមកបានចាប់ពី3ដងនេះអញ្ចឹងខ្ញុំដើរបានស្រួលខ្លួនហើយលេងចុកលេងចាប់អីទាំងអស់មិនមែនលោកគ្រូពូតកុហកទេនេះជាក់ស្ដែងហ្មងអញ្ចឹងសូមអំពាវនាវបងប្អូនដែលនៅក្នុងប្រទេសខ្មែរយើងបើដឹងហើយឮហើយសូមឲ្យមកជួយមកឲ្យលោកគ្រូជួយជាបាលមកនឹងជា100%ចឹងមកបាទហើយលោកពូធ្វើការអីនៅណាដែរបាទខ្ញុំនៅប្រជាធម្មខាងលិចនៅភូមិប្រជាធម្មខាងលិចគាត់ខ្ញុំជាប្រធានមណ្ឌលភូមិប្រជាធម្មខាងលិចបាទចឹងលោកពូអត់មានកុហកអីណាអត់កុហកទេមកជាក់ស្ដែងបាទហើយសារ៉ានលក់ស្រួលអីស្រួលមិនហើយពីមុនពិបាកមិនឥឡូវសាច់ខ្លាជាងមុនណាបាទណាដងហើយលេងឈឺហើយឥឡូវលេងឈឺណាពូណាបាទហើយបងប្អូនណានេះមិនគ្រូជួលលោកពូមកសម្ដែងទេគាត់ចាស់ហើយណាមួយគាត់ក៏និយាយពាក្យពិតដែរមិនគ្រូហ្នឹងជើញលោកពូនេះលោកពូនោះមកសម្ដែងអត់ទេនេះនៅកន្លែងលោកពូបាទអញ្ចឹងបងប្អូនណាដែលមានបញ្ហាដូចគាត់មកអញ្ជើញមកបាទហើយលោកគ្រូជួយព្យាបាលឲ្យបងប្អូនជា100%ឲ្យបងប្អូនកុំឲ្យពិបាកចំណាយលុយបើសិនជាបងប្អូនទៅព្យាបាលកន្លែងគេអស់លទ្ធភាពអស់គ្រូអស់មកអីមកជួបគ្រូបងបាទប៉ិតណាពូបាទជា100%មកបាទនេះមិនសំដែងទេហើយពីមុនពូដើរពិបាកមិនអីមិនណោះអត់បានទេចុកយំស្រែកយំរាល់យប់ហ្នឹងហើយតែឥឡូវអត់ទេជាហើយជាណាបាទដើររួចធម្មតាហើយនេះមកពីខាងសៀមរាបប្រហែលលើកទី2នេះពីសៀមរាបកូនស្រីស្អាតជូនមកអញ្ចឹងបងប្អូនណាមិនមែនយ៉ាងអង្គុយសំដែងទេនេះរឿងប៉ិតបាទហើយកូនរបស់គាត់បាទកូនរបស់គាត់ក៏មកដែរប៉ិតខ្ញុំកូនគាត់ឯងខ្ញុំមើលគាត់ស្រែកយំតាំងពីមកមិនដល់កន្លែងហើយជ្រើសអស់កន្លែងគាត់យំចូលកន្លះខែហើយឥឡូវខ្ញុំមកដល់គាត់ចាប់បាន2ដងគាត់សម្រាំងមុខស្រួលអីស្រួលអត់បោះអីបាទសាច់ខ្លាជាមុនវិញណានិយាយពាក្យពិតសិនឡើងទៅយំហ៎យំអត់បានដេកទេយំកន្លះខែខ្ញុំអ្នកមើលខ្ញុំមិនដឹងខ្ញុំទៅគេមើលអស់លីចាំស៊ីមៀបបាត់ដំបងដល់មកជាលោកគ្រូបាត់នៅខាងពីកាវជាងបាទតែឆ្នាំកៅពុតអីខ្ញុំស្គាល់លោកគ្រូទៅស្គាល់លោកគ្រូដល់ស្គាល់នៅចិត្តគ្នាអត់ដឹងអត់មានកុហកអីខ្ញុំទៅឲ្យតាមស៊ីមៀបបាត់ដំបងចាក់ដល់ចូលជាសាសទៀតអត់បាត់ទេបាទខ្ញុំស្កេនខ្ញុំចាក់អស់រាប់ព្រួយអត់បាត់ខ្ញុំបាត់គ្រូអត់មានកុហកអីអត់មានជួលសំដែងទេខ្ញុំតែមើលទេបាទពិតគាត់ថែពុកផ្ទាល់បាទចឹងអរគុណច្រើនបាទជូនពរកញ្ញាបាទ